មានព្រាហ្មណ៍ម្នាក់ឈ្មោះវាំងគិសៈហ្នឹងគឺជាណាបាទអាចារ្យម្នាក់ដែលគាត់ចេះនៅមុនអាគមអូអាមនឹងខ្លាំងពូកែហើយគាត់ខ្លាំងពូកែនឹងខ្លាំងខាងពុះក្បាលខ្មោចណាដឹងថាខ្មោចនឹងស្លាប់ហើយទៅកើតនៅទីណាស្លាប់ហើយទៅទីកន្លែងណាឯកន្លែងណាគឺគាត់ដឹងទាំងអស់ឲ្យតែយកបាបខ្មោចនឹងយកមកឲ្យគាត់ពុះដើម្បីដល់ដឹងខ្មោចនឹងទៅទីកន្លែងណាឯកន្លែងណាហើយតែគាត់ចេះនៅមុនអាគមអូអាមនឹងខ្លាំងពូកែពេកទៅគាត់មានអំនួតគាត់មានសេចក្តីប្រមាថថាអញនឹងមិនស្លាប់ទេដោយហេតុថាអញមាននៅមុនអាគមអូអាមពេញខ្លួនអត់ចេះស្លាប់ទេគឺអត់អាចស្លាប់បានទេមានសេចក្តីអំនួតបែបហ្នឹងហើយដល់តែពេលថ្ងៃមួយមកជួបនឹងព្រះសម្មាសម្ពុទ្ធព្រះសម្មាសម្ពុទ្ធហៅមកជួបអញ្ចឹងទៅបានជួបហើយព្រះយកក្បាលខ្មោចចំនួន5ហើយចំនួន3នោះយកមកឲ្យវាំងពិសានឹងឯងយកមកពុះឲ្យទីហើយព្រះដឹងថារលាក្បាលខ្មោចហ្នឹងរបស់ណាមនុស្សណាម្នាក់ឲ្យទៅកើតនៅទីណាឯកន្លែងណាព្រះដឹងតែហេតុព្រះអង្គអាចប្រមាលមើលដឹងឧបនិស្ស័យសត្វហ្នឹងណាតាំងពីអនាគតជាតិតាំងពីជាតិមុខឬក៏ជាតិខាងណាគឺណាព្រះដឹងទាំងអស់ចឹងហើយយកនៅរលាក្បាលខ្មោចទាំង3យកមកឲ្យវាំងពិសាយកមកគូហើយដល់ទៅពេលវាំងពិសាគូក្បាលខ្មោចលើកទី1គូ3តុកចឹងទៅដឹងថាខ្មោចហ្នឹងហើយទូលប្រាប់ណាទូលបង្គំប្រាប់បែកទូលប្រាប់ទូលណាព្រះសម្មាសម្ពុទ្ធថាបបិទ្ធព្រះអង្គក្បាលខ្មោចនេះគឺជាក្បាលខ្មោចមនុស្សប្រុសហើយឥឡូវនេះគឺបានណាចាប់ជាតិឡើងទៅកាន់ឋានសួគ៌បានហើយព្រះក៏ព្រះអង្គទ្រង់ដឹងថារលាក្បាលខ្មោចហ្នឹងដូចវាំងពិសាហ្នឹងនិយាយពិតមែនហើយដល់តែវាំងពិសាហ្នឹងណាពុះក្បាលខ្មោចមួយទៀតក៏ទូលដំណើរថាបបិទ្ធព្រះអង្គក្បាលខ្មោចនេះស្លាប់ទៅហើយទៅកើតនៅឋាននរកឥឡូវនេះទាន់បានចាប់ជាតិទេហើយព្រះសម្មាសម្ពុទ្ធលើយ៉ាងហើយដូចតែព្រះអង្គប្រមាលលើដូចគ្នាអញ្ចឹងហើយដល់ទៅពេលគុំលើកទី3ណារលានោះគឺជារលារបស់ណាព្រះអរហន្តដល់ទៅពេលវាំងពិសាយករៀបផ្នែកនេះទៅតុកស្ងាត់ឆឹងអត់មានដឹងរឿងរ៉ាវនោះទៅអត់ដឹងថាណារលានឹងម្ចាស់រលានឹងដឹងទៅទីណាកន្លែងណាគឺអត់ដឹងសូនឆឹងហើយដល់ទៅពេលចឹងទៅវាំងពិសាឯងចាញ់ណាព្រះទៅត្រង់កន្លែងនេះឯងហើយបានព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងឲ្យវាំងពិសានឹងស្ដាប់ថាសួរថាណាវាំងពិសាចង់ចេះមុនទៀតថានឹងទេវាំងពិសានឹងក៏ឆ្លើយថាចង់ចេះព្រះអង្គដល់ទៅពេលចង់ចេះចឹងហើយណាក៏ណាបានពុះនៅក្នុងសំណាក់ព្រះពុទ្ធសាសនានឹងដើម្បីគិតថាចង់រៀនអំពីវិជ្ជានឹងឲ្យចេះហើយអានមិនសឹកហើយដល់ទៅពេលចូលខ្លួនគួរទៅដើម្បីរៀននឹងហើយដល់ទៅពេលរៀនយូរទៅជ្រះថ្លាក្នុងព្រះពុទ្ធសាសនាចឹងទៅក៏លេងសឹករហូតចឹងទៅហើយដូចមានរឿងមួយទៀតដែលមានសេចក្តីប្រមាថដូចគ្នាដែរដោយមានអំនួតពុទ្ធអានថាខ្លួននឹងគឺជាគ្រូឆ្នាំញោមអើយទ្រាំចិត្តចោលពីក្នុងចិត្តចោលហើយអាចារ្យហ្នឹងគាត់ជាអ្នកគ្រូឆ្នាំហើយគាត់គ្រូឆ្នាំនឹងបកកែណារឿងអ្នកណាឈឺចង្កេះឈឺឆ្អឹងឈឺឆ្អែកនឹងគឺឆ្នាំនៅក្នុងធម្មយាមគាត់ហ្នឹងគឺដឹងតែលោកស្រែកមកប្រាប់ថាឧទាហរណ៍ថាយាយគាត់ឈឺបកកែឬក៏ឈឺជង្គង់អញ្ចឹងដែរហើយដល់ទៅពេលទៅជួបអាចារ្យដល់ទៅពេលទៅជួបតាហ្នឹងអាឆ្នាំនៅក្នុងធម្មយាមគាត់ហ្នឹងលោកស្រែកថាខ្ញុំគឺជាឆ្នាំបាត់ឈឺក្បាលហើយខ្ញុំគឺជាឆ្នាំបាត់ឈឺសន្លាក់ឈឺឆ្អឹងឈឺឆ្អែកហើយគ្រាន់តែគាត់ជួបអ្នកណាឈឺស្អីឲ្យតែទៅជួបគាត់ដឹងថាឆ្នាំហ្នឹងគឺលោកស្រែកប្រាប់ឯងលោកប្រាប់តែឯងឲ្យដល់ទៅពេលដាក់ទៅបាត់ឈឹងជាបាត់ដូចទីបេះហើយដល់ទៅពេលថ្ងៃមួយទៅជួបព្រះសម្មាសម្ពុទ្ធដូចគ្នាទៅជួបឡើងសំណេះសំណាលផងភាសាកិច្ចឆាសួរចោះសួរឡើងទៅបានព្រះសម្មាសម្ពុទ្ធទ្រង់សួរទៅដល់ណាឧបាសកនឹងថាតើនៅក្នុងធម្មយាមរបស់អ្នកនោះមានឆ្នាំអ្វីខ្លះហើយគាត់នឹងក៏ឆ្លើយថាបងប្អូនព្រះអង្គក្នុងធម្មយាមរបស់ទូលបង្គំនេះគឺមានគ្រប់សពបែបយ៉ាង
ឲ្យតែមានលោកយាយលោកតាណាកុមារីណាជឿអ្វីនឹងឲ្យទៅដើមមកចិត្តហ្នឹងគឺឆ្នាំរបស់ទូលបង្គំហ្នឹងឯងគឺស្រែកប្រាប់តែម្ដងដាក់តាមប្រព្រឹត្តបាត់ដូចបែបអញ្ចឹងហើយដល់ទៅពេលអញ្ចឹងទៅព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ណាពោលពាក្យថាពេលនោះគឺព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាទ្រង់ត្រាស់សួរទៅដល់លោកតាថាលើលោកតាឬប្រកែឬល្បីថាលោកតាឯងប្រកែណារឿងទៅបូនឆ្នាំយាយណាឈឺស្អីដឹងដល់ដាក់ទៅបាត់មួយពីបេះឥឡូវនេះណារាល់ឆ្នាំម្យ៉ាងឲ្យតថាគតទិញបានទេដល់ពេលអញ្ចឹងតាគឺឆ្លើយថាបានព្រះអង្គហើយដល់ពេលព្រះអង្គប្រាប់ថាតើមានឆ្នាំណាបាត់ងាប់ទេដល់ពេលអញ្ចឹងតាអាចារ្យគាត់ទៅលឺអញ្ចឹងចុះហើយទៅពីខាងនោះដែលលឺណាឆ្នាំណាបាត់ងាប់ហើយដល់ពេលអញ្ចឹងដល់ពេលនោះគាត់ទៅថាមានឆ្នាំណាបាត់ងាប់ទេអាឆ្នាំនៅក្នុងធម្មយាមធ្លាប់តែឲ្យតែគេប្រាប់ជំងឺឲ្យតែគេស្រែកប្រាប់ជំងឺទាំងអាឆ្នាំនៅក្នុងធម្មយាមហ្នឹងណាស្រែកប្រាប់ថាខ្ញុំជាឆ្នាំនេះដាក់ទៅបាត់ចឹងហើយដល់ពេលព្រះសម្មាសម្ពុទ្ធប្រាប់ថាតើមានឆ្នាំណាបាត់ងាប់ទេដល់ពេលគ្រាន់តែលឺប៉ុណ្ណឹងអាឆ្នាំនោះស្ងាត់តែជ្រាបអត់មានឆ្នាំណាស្រែកប្រាប់ថាខ្ញុំគឺជាឆ្នាំបាត់ងាប់អត់មានទេញោមអើយញោមស្ដាប់បានទេស្ដាប់បានហើយដល់ពេលអញ្ចឹងចាញ់ព្រះសម្មាសម្ពុទ្ធទៅត្រង់ហ្នឹងដល់ពេលអញ្ចឹងហើយក៏តាមចិត្តស្ដាប់ខព្រះសម្មាសម្ពុទ្ធក្នុងពេលហ្នឹងមាននៅសេចក្តីជ្រះថ្លាក៏បានគូនៅក្នុងពុទ្ធសាសនាក្នុងពេលតរហូតណាអញ្ចឹងហើយលើករឿងពីរយ៉ាងនេះឯងឲ្យញាតិញោមបានស្ដាប់ពិចារណានេះគឺសិតតែជារឿងមួយដែលមាននៅសេចក្តីប្រមាថហើយមាននៅអំនួតអួតអាងថាខ្លួនឯងគឺជាគ្រូឆ្នាំអត់ចេះងប់អត់ចេះស្លាប់ទេអត់អាចស្លាប់ទេគឺមានជីវិតអមតៈដោយហេតុអីនោះដោយហេតុថាខ្លួនឯងដឹងឆ្នាំដោយហេតុថាខ្លួនឯងមានឆ្នាំនឹងឯងអាងអញ្ចឹងហើយមានអំនួតអញ្ចឹងហើយការរស់នៅមាននៅសេចក្តីប្រមាថក្នុងពេលនឹងឯងដល់ពេលតាមមួយទៀតវេទពិសេសនោះមានអំនួតពុទ្ធអាងអំពីខាងមុនគាថាខ្លួនឯងនឹងវាចេះមុនគាថាខ្លាំងពូកែហើយការចេះខ្លាំងមុនពូកែនោះគឺពុទ្ធអាងថាដោយហេតុថាខ្លួនឯងចេះនឹងហើយអាសេចក្តីស្លាប់នោះគឺអត់អាចកើតលើខ្លួនឯងបានទេចឹងហើយមានអំនួតពុទ្ធអាងមាននៅសេចក្តីប្រមាថក្នុងពេលនឹងឯងចឹងហើយរឿងហ្នឹងឲ្យលោកបញ្ជាក់ឲ្យលោកបានស្ដាប់ហើយយល់អំពីការពិចារណាគិតមើលខ្លួនឯងថាការរស់នៅរបស់យើងនឹងដាច់ខាតកុំឲ្យមាននៅសេចក្តីប្រមាថនៅក្នុងខ្លួននឹងអសោះអាយុ